អ្នកស្រីខ្ញុំបានឮថាអ្នកស្រីឈឺបន្តិចបន្តួចក៏យកឱសថដែលមានតម្លៃថ្លៃយកមកជូនអូយអរគុណខ្លាំងណាស់លោកចំណែករឿងកិច្ចសន្យាដីធ្លីយើងអាចចុះហត្ថលេខានៅថ្ងៃនេះបានបាទប្រកបណាស់ផលប្រយោជន៍យើងទាំងពីរត្រូវទៅដើរទន្ទឹមគ្នាទើបយើងចម្រើនរុងរឿងឃើញទេគេមកសួរសុកតុងព្រោះតែផលប្រយោជន៍ចំនួនទេមិនមែនស្រឡាញ់ស្មោះស្ម័គ្រអីទេរួចចុះកូនប្រុសអ្នកស្រីដែលរត់ចោលផ្ទះនោះមិនទាន់ត្រឡប់មកវិញទេអីអូទុកឲ្យគេទៅរៀនសូត្រពីជីវិតខ្លះចុះទើបគេដឹងថាពិភពលោកពិតប្រាកដយ៉ាងម៉េចខ្លះប្រយ័ត្នគេបោកយកទ្រព្យសម្បត្តិអស់ទៅណាគួរតែប្រយ័ត្នប្រយែងបន្តិចទៅនឹងហើយលោកខ្ញុំជឿថាកូនខ្ញុំនឹងផ្លាស់ប្ដូរគំនិតមិនខានបន្ទាប់ពីបានជួបការលំបាកបងវិរៈអរគុណខ្លាំងណាស់ដែលជប់មិញជួយមើលម្ដាយខ្ញុំពេញមួយយប់មិនបាច់អរគុណទេខ្ញុំគ្រាន់តែធ្វើតាមអ្វីដែលត្រូវធ្វើប៉ុណ្ណោះថ្ងៃនេះបងឯងលែងរអ៊ូរទាំរឿងក្តៅរឿងអត់កន្លែងគេងស្រួលបួលដូចមុនទៀតហើយព្រោះខ្ញុំទៅមិនដឹងថាសុខភាពល្អមិនមែនបានមកពីក្រេពូកថ្លៃទេប៉ុន្តែបានមកពីការមានមនុស្សនៅក្បែរគ្នាក្នុងពេលលំបាកពាក្យសម្ដីបងឯងថ្ងៃនេះស្ដាប់ទៅដូចជាចាស់ទុំណាស់ខុសពីថ្ងៃដំបូងដែលបានមកដល់ខ្ញុំគ្រាន់តែនិយាយរឿងពិតតើបាញ់ចឹងឆាប់ទៅដងទឹកជាមួយខ្ញុំថ្ងៃនេះត្រូវទៅប្រមូលផលបន្លែនៅក្បែរមាត់ស្ទឹងបានខ្ញុំទៅឥឡូវនេះហើយមីលាឯងមិនធុញទ្រាន់នឹងជីវិតលំបាកបែបនេះទេហើយធុញក៏ធ្វើអីមិនកាត់ដែរជីវិតកាត់មកក្រតែខំប្រឹងតស៊ូទៅមុខទៀតមិនអាចចុះចាញ់ទេចុះបើសិនជាថ្ងៃណាមួយមានមនុស្សម្នាក់នាំមីលាឯងទៅរស់នៅផ្ទះធំតើមីលាឯងចង់ទៅដែរទេអត់ទេខ្ញុំមិនចង់បានទ្រព្យសម្បត្តិអ្នកមានដែលពោពេញដោយការបោកប្រាស់និងផលប្រយោជន៍ទេហេតុអីទៅព្រោះអ្នកណាក៏ចង់បានភាពសុខស្រួលដែរព្រោះខ្ញុំចូលចិត្តភាពស្មោះត្រង់និងការរួមសុខរួមទុក្ខជាមួយគ្នាដូចពេលនេះមីលាបើខ្ញុំមិនមែនជាក្មេងកំព្រាតើមីលាឯងនៅតែស្រឡាញ់ខ្ញុំទេនិយាយស្អីក៏មិនដឹងទេឆាប់ធ្វើការទៅកុំចេះតែនិយាយច្រើនផ្ដេសផ្ដាសទោះខ្ញុំជាអ្នកណាក៏ដោយខ្ញុំនឹងមិនបោះបង់នាងជាដាច់ខាតនៅក្នុងជីវិតនេះអញនោះឃើញហើយហើយពួកឯងមកទីនេះធ្វើអីខ្ញុំមិនទាន់អស់ពេលកំណត់ភ្នាល់ជាមួយម្ដាយខ្ញុំទេណាអ្នកមីងឲ្យពួកយើងមកតាមហៅឯងត្រឡប់ទៅវិញភ្លាមព្រោះមានការងារធំត្រូវធ្វើបងឯងជាអ្នកណាហេតុអីគេហៅបងឯងថាច្បាយបែបនេះអត់ទេមេលាកុំជឿពួកគេឲ្យសោះខ្ញុំមិនមែនជានៅកុហកស្អីទៀតវិរៈឯងជាកូនប្រុសសេដ្ឋីតើហេតុអីមកកុហកគេថាក្មេងកំព្រាគ្មានទីពឹងបងឯងជាកូនមហាសេដ្ឋីពិតមែនទេបងឯងមកទីនេះដើម្បីលេងសាច់នឹងជីវិតខ្ញុំមែនទេមេលាបងមិនបានតាំងចិត្តថាកុហកនាងទេបងគ្រាន់តែចង់ស្គាល់រសជាតិភាពក្រីក្រពិតប្រាកដតែប៉ុណ្ណោះចុះចាញ់ទៅពិភពលោកយើងខុសគ្នាឆ្ងាយណាស់ក៏មករកមនុស្សក្រីក្រដូចខ្ញុំទៀតមីលាស្ដាប់បងសិនណាបងមិនបានកុហកនាងទេវិរៈត្រឡប់ទៅផ្ទះយើងវិញទៅនមីងកំពុងតែរងចាំពួកឯងត្រឡប់ទៅមុនសិនទៅខ្ញុំមិនទាន់ទៅទេខ្ញុំត្រូវរកមីលាហើយឯងឈួតទេអីចង់រស់នៅជាមួយអ្នកក្រនឹងដងកាលទៀតមិនខ្មាស់គេទេអីខ្ញុំមិនបានឈួតទេខ្ញុំស្រឡាញ់ទីនេះនិងស្រឡាញ់មីលាខ្លាំងណាស់ពួកឯងយល់ទេទោះបីឯងស្រឡាញ់ក៏ឋានៈពួកឯងខុសគ្នាដែរតើម្ដាយឯងយល់ព្រមរឿងនេះទេខ្ញុំមិនខ្វល់រឿងឋានៈអត់ប្រយោជន៍អីនោះទេទៅឲ្យឆ្ងាយពីខ្ញុំសិនទៅខ្ញុំចង់នៅម្នាក់ឯងចាំមើលចុះឯងនឹងស្ដាយក្រោយមិនខានទេវីរៈដល់ពេលត្រូវត្រឡប់ទៅវិញហើយអ្នកម៉ែមិនក៏មកទីនេះតើអ្នកម៉ែមកធ្វើអីម៉ែមកទទួលកូនត្រឡប់ទៅផ្ទះវិញពេលវេលាសាឡបងបានចប់សពគ្រប់ហើយកុំនៅទីនេះទៀតអញវីរៈនោះពិតជាកូនសេដ្ឋីពិតមែនអីគេពិតជាកូនសេដ្ឋីមែនយើងគ្រាន់តែកំដរជាការលេងសើចរបស់គេតែប៉ុណ្ណោះមីលាស្ដាប់ខ្ញុំសិនណាខ្ញុំមានហេតុផលផ្ទាល់ខ្លួនកុំមកចិត្តខ្ញុំមនុស្សកុហកឋានៈយើងខុសគ្នាណាស់
លោកគួរតែត្រឡប់ទៅទីកន្លែងដែលស្ដុកស្ដំរបស់លោកវិញចុះ ខ្ញុំមិនមែនកុហកដើម្បីបោកប្រាស់នាងទេខ្ញុំពិតជាស្រឡាញ់នាងដោយស្មោះពិតមែនណា វីរៈកុំនិយាយរឿងមិនសមហេតុផលទៀតត្រឡប់ទៅផ្ទះយើងវិញភ្លាមចាវាយប្រុសឆ្ងាញ់ទេម្ហូបទាំងនេះចុងភៅរៀបចំពិសេសជូនចាវាយពិសាក្រោយពេលត្រឡប់មកវិញ គ្មានរសជាតិអីសោះមិនឆ្ងាញ់ដូចច្បាយជាមួយត្រីអាំងនិងទឹកគ្រឿងនៅផ្ទះមាលាទេ ចាវាយនិយាយរឿងលេងស្អីម្ហូបអ្នកមានឆ្ងាញ់ជាងម្ហូបអ្នកក្រឆ្ងាញ់ណាហេតុអីក៏និយាយបែបនេះ នាងមិនដឹងទេរសជាតិនៃភាពក្រីក្រនិងភាពស្មោះត្រង់គឺមានតម្លៃជាងមាសប្រាក់ទៅទៀត វីរៈកូនឈប់គិតពីរឿងកូនស្រីអ្នកក្រនោះទៀតទៅថ្ងៃស្អែកម៉ែរៀបចំពិធីភ្ជាប់ពាក្យកូនជាមួយកូនស្រីសេដ្ឋីដូចគ្នា ភ្ជាប់ពាក្យខ្ញុំមិនព្រមទេអ្នកម៉ែព្រោះខ្ញុំមានមនុស្សនៅក្នុងបេះដូងរួចហើយ ហេតុអីមិនព្រមនាងជាកូនត្រកូលខ្ពង់ខ្ពស់ស័ក្តិសមនឹងកូនបំផុតក្នុងសង្គមយើង ខ្ញុំមិនខ្វល់រឿងតកូលខ្ពង់ខ្ពស់អីទេបេះដូងខ្ញុំគឺមានមាលាតែមួយគត់ អេកូនហ៊ានប្រឆាំងនឹងម៉ែអេទោះបីយ៉ាងណាក៏ដោយក៏ពិធីនេះត្រូវតែធ្វើខានតែបាន ខ្ញុំមិនយល់ព្រមជាដាច់ខាតចាំមើលចោះខ្ញុំនឹងធ្វើរឿងដែលអ្នកម៉ែមិននឹកស្មានដល់បើពួកយើងរៀបការបញ្ចូលគ្នានៅអាជីវកម្មទាំងពីរនេះត្រកូលយើងនឹងក្លាយជាអ្នកមានដាច់គេ ប្រកបណាស់ការរៀបការនេះគឺដើម្បីផលប្រយោជន៍និងអំណាចរួមគ្នាដ៏ធំធេងរបស់យើង អ្នកម៉ែលោកពូការរៀបការនេះគ្រាន់តែជាការជួបគ្នាព្រោះតែផលប្រយោជន៍គ្មានក្តីស្រឡាញ់ពិតប្រាកដទេក្មួយប្រុសការរៀបការរបស់ពួកអភិជនគឺត្រូវមើលទៅលើផលប្រយោជន៍ក្នុងសង្គមមិនមែនស្នេហាសម័យសម័យទេតែខ្ញុំមិនត្រូវការផលប្រយោជន៍បែបហ្នឹងទេខ្ញុំសូមបដិសេធដាច់អហង្ការចំពោះពិធីនេះ វីរៈមិនកូនហ៊ានប្រកាច់បែបនេះហ៎ចង់ឲ្យមុខមាត់គ្រួសារយើងធ្លាក់ចុះមែនទេ ខ្ញុំសុខចិត្តបោះបង់ទ្រព្យសម្បត្តិនិងមុខមាត់ទាំងអស់នេះចោលដើម្បីស្នេហាពិតរបស់ខ្ញុំសូមលាអ្នកម៉ែនឹងទ្រព្យសម្បត្តិស្ដុកស្ដំទាំងនេះហើយ វីរៈកូនឈប់ធ្វើរឿងឈួតល្ងងបែបនេះទៀតទៅកូនដឹងខ្លួនឬអត់ បើគ្មានមាលាទេទោះបីជាខ្ញុំមានមាសប្រាក់ច្រើនប៉ុណ្ណាក៏គ្មានន័យអីដែរសម្រាប់ជីវិតខ្ញុំ កូនពិតជាល្ងងខ្លាំងណាស់ចោលទ្រព្យសម្បត្តិដើម្បីស្រីម្នាក់ដែលគ្មានឋានៈសោះហី ខ្ញុំមិនមែនល្ងងទេតែខ្ញុំបានរៀនចេះពីតម្លៃនៃសេចក្តីស្មោះត្រង់និងរសជាតិនៃភាពក្រីក្រដែលមានន័យជាងប្រាក់ លោកស្រីពិតជាបណ្ដោយឲ្យកូនប្រុសចេញទៅទាំងចឹងមែនទេអើយគួរអាណិតខ្លាំងណាស់កូនខ្ញុំពិតជាធំពេញវ័យនិងមានចិត្តក្លាហានពិតមែនដែលហ៊ានជ្រើសរើសផ្លូវខ្លួនឯង មាលាបងត្រឡប់មកវិញហើយសូមបើកទ្វារឲ្យបងផងអូន បងឯងហេតុអីមករកទីនេះទៀតបងឯងជាកូនសេដ្ឋីតា មាលាបងលែងជាកូនសេដ្ឋីទៀតហើយបងបានបោះបង់ទ្រព្យសម្បត្តិទាំងអស់ចោលហើយ បងឯងឈួតហើយឬអីហេតុអីធ្វើរឿងឈួតល្ងងបែបនេះចោលទ្រព្យសម្បត្តិអញ្ចឹង ព្រោះបងដឹងថាគ្មានទ្រព្យសម្បត្តិណាមានតម្លៃជាងស្នេហាស្មោះត្រង់និងទឹកចិត្តរបស់អូនទេនៅក្នុងโลกនេះ វីរៈកូនពិតជាក្លាហានហ៊ានបោះបង់ទ្រព្យសម្បត្តិចោលដើម្បីកូនស្រីរបស់មីងពិតមែនទេ បាទអ្នកមីងខ្ញុំចង់រស់នៅទីនេះរៀនធ្វើស្រែនិងរកត្រីជាមួយមេលារហូតទៅ បងឯងពិតជាមនុស្សល្ងងខ្លាំងណាស់ប៉ុន្តែខ្ញុំក៏ស្រឡាញ់ភាពស្មោះត្រង់របស់បងឯងដែរវីរៈម៉ែមកទីនេះដើម្បីមកសួរសុខទុក្ខកូននិងមេលាដោយក្តីនឹករលឹក អ្នកម៉ែសូមស្វាគមន៍មកកាន់ផ្ទះពួកយើង ម៉ែបានគិតពិចារណាច្បាស់ហើយម៉ែមិនខឹងកូនទៀតទេណាកូនពិតជាមានភាពក្លាហាននិងចេះជ្រើសរើសផ្លូវជីវិតមែនត្រឹមត្រូវហើយជម្រាបសួរអ្នកម៉ែសំទោសរឿងកន្លងមកផងដែលខ្ញុំនិយាយពាក្យមិនសមរម្យកុំនិយាយចឹងអីកូនស្រីកូនជាមនុស្សដែលធ្វើឲ្យកូនប្រុសម៉ែចេះតស៊ូនិងដឹងពីតម្លៃជីវិតពិតប្រាកដម៉ែបានយកប្រាក់កាសនិងធនធានខ្លះមកជួយអភិវឌ្ឍភូមិនេះផងដែរសូមអរគុណអ្នកម៉ែណា ភាពក្រីក្រផ្ដល់ឲ្យយើងនៅមេរៀនជីវិតដ៏មានតម្លៃឯស្នេហាពិតគឺការចេញពីបេះដូងដែលស្មោះសរមិនមែនប្រាក់កាសឬផលប្រយោជន៍ឡើយចប់
ដោយបរិបូរណ៍សូមអរគុណ